ផ្ការីកគ្រប់រដូវអូឃើញថាវីដេអូនេះគឺវឹកហាត់សម្បើមដៃមែនទែនហើយនៅសល់តែប្រហែលថ្ងៃទៀតទេការប្រកួតដកស្រង់បច្ចេកទេសទូកងនៅខាងភូមិឈូកបឹងនៅក្នុងថ្ងៃទី29គឺចាប់ផ្ដើមហើយបងប្អូនទីសោតបើយើងងាកទៅមើលចំណុះទូកក៏ដូចជាទូកងនីមួយៗដែលបានចូលរួមគឺមានការវឹកហាត់សស័កសស្រាំខ្លាំងមែនទែនប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំចាប់អារម្មណ៍ជាងគេគឺបងប្អូនយើងនៅខាងស្រុកសណ្ដាន់គឺបងប្អូនយើងផ្ការីកគ្រប់រដូវអូឃើញថាវីដេអូនេះគឺវឹកហាត់សម្បើមដៃមែនទែនហើយខាងសណ្ដាន់គឺមានទូកងមកចូលរួមជាច្រើនរួមទាំងទូកងចំណុះ22នាក់និង12នាក់ហើយទូកងដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺមានឈ្មោះថាកលលន់សែនជីបារមីស្រីស្អាតអូឈ្មោះគឺពិតជាតាក់ទាញមែនទែនបើយើងក៏លេចទៅមើលការហាត់សមរបស់ពួកគាត់មួយពិតជាមកអស់ដៃបងប្អូនអញ្ចឹងមានន័យថានៅក្នុងថ្ងៃទី29នេះគឺក៏ក្រៅខ្លាំងមែនទែននៅខាងស្រុកសាទរយើងដែលមានកម្មវិធីប្រកួតដកស្រង់បច្ចេកទេសប៉ុន្តែមានការចូលរួមពីសំណាក់ទូកនីមួយៗគឺច្រើនមែនទែនរហូតដល់26ទូកបើគិតត្រឹមថ្ងៃនេះថ្ងៃខ្ញុំបង្ហោះវីដេអូនេះចេញឲ្យបងប្អូនមើលគឺ26ទូករួមមានទាំងស្រុកសណ្ដាន់ស្រុកសាទរដែលជាម្ចាស់ផ្ទះស្រុកស្ទងស្រុកកំពង់ស្វាយសឹងតែជាប្រព័ន្ធមួយរបស់ខេត្តកំពង់ធំផ្ទាល់តែម្ដងអញ្ចឹងបងប្អូនមានតែចាំតាមដានទស្សនាផ្ទាល់នៅក្នុងថ្ងៃទី29ផ្ទាល់ដែលស្ថិតនៅភូមិឈូកបឹងឃុំឈូកស្រុកប្រាសាទសម្បូរនៃខេត្តកំពង់ធំគឺទីតាំងប្រកួតគឺនៅបឹងម្លេចដែលទល់មុខវត្តស្រីទេពអញ្ចឹងបងប្អូនយើងចាំតាមដានបងប្អូនយើងនៅជិតអាចទៅទស្សនាផ្ទាល់បានអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងអរគុណបងប្អូន